សួស្តីអ្នកនរគ្នាថ្ងៃនេះចង់ណែនាំអ្នកនរគ្នានៅហាងកាហ្វេមួយកន្លែងដែលមានទីតាំងនៅក្បែរស្ពានកណ្ដារីទល់មុខនឹងទន្លេមេគង្គនិងទន្លេប៊ុនមុខហើយអ្វីដែលពិសេសគឺ view នៅជុំវិញហាងកាហ្វេហ្នឹងគឺផាសុខភាពខ្លាំងមែនទែនខ្យល់អាកាសបរិសុទ្ធគឺងាយស្រួលសម្រាប់អ្នកដែលគាត់ទៅចែកការងារគ្នាក៏ដូចជាការសិក្សាអ្នកដែលគាត់ធ្វើការរកស៊ីហើយនឹងពិសេសទៅទៀតហ្នឹងគឺផាសុខភាពសម្រាប់អ្នកដែលទៅជាលក្ខណៈក្រុមគ្រួសារផងដែរគឺទីធ្លាគឺផាសុខភាពសម្រាប់ក្មេងៗដែលគាត់រត់លេងហើយមានទេសភាពស្រស់ស្អាតផងដែរហើយអ្វីដែលពិសេសជាងនេះទៅទៀតហ្នឹងគឺមានភេសជ្ជៈជាច្រើននៅក្នុងហ្នឹងដែលអាចទទួលទានបានហើយជាប់ចិត្តគ្រប់សឹងតែរសជាតិទាំងអស់ប៉ុន្តែអ្វីដែលពិសេសហ្នឹងគឺកាហ្វេគឺមានក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនតើហើយសរសើរម្ចាស់ហាងគឺគាត់ចេះតែឃើញយកនំខ្មែរយើងមួយប្រភេទយកមកដើម្បីតាក់ទាញសម្រាប់ភ្ញៀវចូលក្នុងហាងគឺនំក្រូចនិងនំកងគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើម្សៅទន់ល្មើយសម្រាប់ស្ករវិញគឺអត់ផ្អែមខ្លាំងទេអាចទទួលទានបានជាមួយនឹងភេសជ្ជៈគ្រប់មុខនៅក្នុងហាងហើយអ្វីដែលពិសេសគឺមានអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់ហើយមានបាយផ្លូវមុនក៏ដូចជាឆ្ងាញ់ជាងគេហ្នឹងគឺបាយលុកឡាក់ហើយចង់ប្រាប់អ្នកនរគ្នាថាប្រសិនបើអ្នកនរគ្នាគិតដល់ហាងកាហ្វេដែលមានខ្យល់អាកាសបរិសុទ្ធផាសុខភាពកុំភ្លេចទៅហាងកាហ្វេ Air គឺធានាថាជាប់ចិត្តទាំងរសជាតិកាហ្វេនិងអាហារសម្រន់មួយចំនួនអរគុណ